ទៀតនឹងដឹងកាន់តែច្បាស់ថាខ្ញុំម្ចាស់ជាមនុស្សគ្មានល្បិចកលអ្វីទេខុសពីបងស្រីទាំងពីររបស់ព្រះនាងសុលតានឆ្ងាយណាស់ណែនាងនិយាយបែបនេះចង់មានន័យថាម៉េចហ៎ម្ចាស់អូនស្ងប់ប្រទេសសិនចុះបងចង់ស្ដាប់រឿងនេះបន្តទៀតព្រោះរាជប្រវត្តិព្រះបាទសុលតង់កូរ៉ូសាពុំមាននរណាដឹងច្បាស់ទេចាំមើលសេរសាននិយាយមកគួរឲ្យយើងយកមកពិចារណាតាមសុភវិនិច្ឆ័យបានដែរទេមិនហើយម្ចាស់អូនយើងស្ដាប់រឿងនេះបន្តទៀតទៅកុំទាន់អាលវែកញែកហេតុផលអីក្រាបទូលព្រះអង្គតាំងពីបងស្រីទាំងពីររបស់ព្រះនាងសុលតានបានរៀបការជាមួយអ្នកធ្វើនំប៉័ងនិងនាយពិសេសស្ដេចចុងភៅប្រចាំរាជវាំងនោះរួចមកធ្វើឲ្យបងស្រីព្រះនាងសុលតានបែរជាកាត់ទុកមិនសុខចិត្តព្រោះច្រណែននឹងវាសនាប្អូនស្រីដែលបានខ្ពង់ខ្ពស់មានកិត្តិយសជាងខ្លួនអើយក្តៅណាស់នៅសុកមិនគួរមីកពៅជាប្អូនយើងណាបានខ្លាចជាអគ្គមហេសីព្រះអង្គសោះហើយមែនហើយបងស្រីខ្ញុំមកក្តៅកាហាយជំនួសបងទៅទៀតថាខ្ញុំចោះរូបសម្រស់មិនសូវបានដូចបងព្រះអង្គពុំគួរមើលរំលងបងទេគួរតែលើកបងជាបងស្រីធំបងអស់ឲ្យមានមុខជាងប្អូនដឹងអីបែរជាលើកមីកពៅឲ្យបានខ្ពស់មាត់ជាងបងទៅវិញចំណែកបងនិងខ្ញុំបានប្តីគ្រាន់តែជាអ្នកបម្រើព្រះអង្គតែប៉ុណ្ណោះអូយនឹកឡើងគួរឲ្យក្តៅចិត្តណាស់មែនហើយប្តីពួកយើងណាម្នាក់ខ្មៅអកខ្លាក់ម្នាក់ធាត់ដូចជ្រូកពេលដេកជាមួយម្ដងធំក្លិនខ្មឹសចង់តែក្អួតទេហីកុំតរិចបញ្ជាព្រះអង្គកុំអីលេងក្បាលចោល24ម៉ោងតែម្ដងណាស់ហើយបងស្រីអ្វីវាហួសអស់ហើយមកពីយប់នោះយើងពុំមានសេចក្តីប្រាថ្នាឲ្យដូចមីកពៅឥឡូវវាបានខ្លាយទៅជាព្រះមហេសីព្រះអង្គទៅហើយខ្ញុំមកខ្លាចតែថ្ងៃណាមួយវាបានធំផ្លេចយើងជាបងក៏ប្រើសិទ្ធិអំណាចធ្វើបាបយើងមុខជាវេទនាជាមិនខានទេបងស្រីជាពិសេសខ្ញុំមកឃើញកសែភ្នែកវានៅពេលដែលព្រះអង្គប្រទានមង្គលការឲ្យពួកយើងអូយវាសាច់ចំអកឲ្យពួកយើងខ្លាំងណាស់មិនអីទេឯងកំព្រួយអីយើងត្រូវទៅរកមធ្យោបាយចាត់ការវាឲ្យបានទោះវាឡើងដល់លើមេឃប៉ុណ្ណាក៏ដោយក៏យើងនៅតែតាមធាក់ទម្លាក់វាមកដល់ដីមិនឲ្យរួចខ្លួនទេកើតអីនឹងម្ចាស់អូនមិនស្រួលប្រកាយមែនទីព្រះអង្គប្រហែលថ្ងៃនេះខ្ញុំម្ចាស់ដូចជាមិនស្រួលប្រកាយសោះចេះតែវិលមុខហើយចង់ក្អួតដូចអាម៉េចមិនដឹងទេតាមមើលអាការៈម្ចាស់អូនប្រហែលជាមានព្រះករហើយចាំបងហៅរាជពេទ្យឲ្យមកមើលម្ចាស់អូនព្រះពរម្ចាស់បងយ៉ាងម៉េចហើយរាជពេទ្យព្រះមហេសីយើងមានគរមែនទីក្រាបទូលព្រះអង្គព្រះមហេសីពិតជាមានព្រះគរមែនគឺជាង2ខែហើយទូបង្គំសូមចូលរួមត្រេកអរផងក្រាបទូលល្អណាស់ល្អឆាប់ប្រកាសទូទាំងនគរភ្លាមទៅថាព្រះមហេសីយើងព្រះនាងសុលតានមានព្រះគរហើយបងស្រីខ្ញុំលើដំណឹងថាមីកពៅឲ្យមានគរហើយពិតមែនទេអើយវាជាឱកាសល្អរបស់យើងហើយប្អូនស្រីឯងត្រូវតែជួយបងធ្វើការងារនេះឲ្យបានសម្រេចទៅអូយកំព្រួយអីបងស្រីបងនិយាយមកចុះល្អមធ្យោបាយនេះពិតជាល្អមែនអញ្ចឹងយើងក៏បង្អង់យូរអីឆាប់ចូលទៅគាល់ព្រះអង្គសុលតានភ្លាមទៅសូមព្រះព្រះមហេសីបងស្រីក្រោកឡើងកំគួរសំអីធ្វើអញ្ចឹងខ្ញុំរអៀខ្លួនណារអៀខ្លួនអីបើអូនជាព្រះមហេសីព្រះអង្គហើយបងត្រូវតែគោរពតាមទូនាទីមែនហើយបើបងមិនធ្វើអញ្ចឹងឯងចង់ឲ្យព្រះអង្គដាក់ទោសបងមែនទេអត់ទេបងស្រីខ្ញុំគ្មានគំនិតបែបនេះទេខ្ញុំចង់ឲ្យបងទាំងពីរនិងខ្ញុំមានភាពសាសនាដូចកាលពីមុនវិញទើបមានអារម្មណ៍ថាកក់ក្ដៅណាស់បងស្រីបងយល់ហើយទើបបងបារម្ភពីព្រះរាជសុខភាពរបស់អូនគ្រាន់តែឮដំណឹងថាអូនមានព្រះគភ៌ភ្លាមណាបងក៏ចូលមកសួរសុខទុក្ខផ្លែតព្រោះបងមានបំណងចង់មកមើលអូនថែទាំអូនទាំងពីរនាក់នឹងរហូតដល់ពេលសម្រាប់បុត្រណាអូនមែនហើយអូនណាក៏ដឹងថាបងស្រីយើងចេះវិជាឆ្មបខ្លាំងពូកែដែរប្អូនគួរតែឲ្យគាត់មើលថែប្អូនទៅទើបមានសុវត្ថិភាពណាស់ប្អូនស្រីចាខ្ញុំក៏គិតចង់ឲ្យបងស្រីជួយមើលថែរក្សាខ្ញុំនិងព្រះគាត់ដែរប៉ុន្តែរឿងនេះខ្ញុំមិនអាចសម្រេចបានទេទាល់តែសូមរាជានុញ្ញាតពីព្រះអង្គសិនព្រះអង្គដំណើររឿងនេះទៅមុខមានការចលាចលក្នុងព្រះរាជវាំងមិនធម្មតាទេដោយសារតែបងស្រីទាំងពីររបស់ព្រះនាងសុលតានជាអ្នកបង្កហេតុតែពេលនេះភ្លឺទៅហើយខ្ញុំម្ចាស់សូមរាជានុញ្ញាតផ្អាកនិទានរឿងត្រឹមនេះសិនយប់នេះ
ខ្ញុំម្ចាស់នឹងមកនិទានរឿងថ្វាយព្រះអង្គនិងព្រះអង្គម្ចាស់សម្ដាប់ជាមួយនឹងព្រះនាងបន្តទៀត ល្អព្រោះពេលនេះយើងដល់ពេលថ្វាយបង្គំព្រះហើយក្រោយពីប្រជុំរាជកិច្ចរួចយើងនឹងមកសម្រាប់យប់នេះព្រះអនុជនឹងម្ចាស់អូនមកស្ដាប់រឿងនិទានបន្តទៀតដែរទីសម្រាប់ទូបង្គំច្បាស់ជាមកព្រោះទូបង្គំមិនដែលបានដឹងពីប្រវត្តិសាវតាព្រះអង្គកូរសាសោះ សម្រាប់ខ្ញុំម្ចាស់វិញក៏ដូចគ្នាខ្ញុំម្ចាស់ក៏ចង់ស្ដាប់រឿងនេះឲ្យចប់ដែរក្រាបទូល បើអញ្ចឹងសេរសាទនិងឌីនសាទទៅសម្រាប់ចុះ សូមអរព្រគុណព្រះអង្គខ្ញុំម្ចាស់សូមក្រាបបង្គំលាក្រាបទូល